ពេលនារីម្នាក់ចុះទៅចោលសម្រាប់នាងរើបានឆ្នោតមួយសន្លឹកពេលយកទៅបើករង្វាន់មិននឹកស្មានថាត្រូវដល់100លានសោះនាងប្រញាប់ទៅក្រុមហ៊ុនសង្សារភ្លាមដើម្បីធ្វើឲ្យគេភ្ញាក់ផ្អើលឈិនហៅបើសិនជាដឹងថាខ្ញុំត្រូវឆ្នោត100លានគេច្បាស់ជាសប្បាយចិត្តខ្លាំងណាស់ពួកយើងលែងបារម្ភរឿងផ្ទះជួលតូចចង្អៀតទៀតហើយមកធ្វើអីនៅទីនេះបងហៅនាងស្លៀកពាក់បែបហ្នឹងមកក្រុមហ៊ុនយើងមិនខ្មាស់គេទេអេអូនេះជាសង្សារក្រីក្រដែលបងនិយាយមែនទេពិតជាសំឈ្មោះមែនហាហាឈិនហាវឯងមានន័យថាម៉េចហ្នឹងរំលងគុណបែបណាខ្លះបងស្រីយកលុយចេញមកទៅម៉ាក់ចិញ្ចឹមពូយើងហត់ណាស់ដល់ពេលបងសងគុណហើយខ្ញុំមិនគួររំពឹងឬសង្ឃឹមលើគ្រួសារមួយនេះតាំងពីដំបូងឡើយខ្ញុំគ្មានលុយសូម្បីតែមួយសេនឡើយម៉ាក់ផ្ទះនេះសល់តែមួយខែទៀតផុតកំណត់ហើយថ្ងៃនេះខ្ញុំនឹងរើចេញថ្ងៃក្រោយរឿងផ្ទះជួលពូម៉ាក់ដោះស្រាយខ្លួនឯងទៅបងស្រីនិយាយលេងសាច់អីហ្នឹងលុយប្រាក់ខែតិចតួចហ្នឹងទៅរស់នៅណាដេកក្រោមស្ពីងហ៎មិនបាច់ខ្វល់ទេចង់ដើរចេញមែនទេបានទុករបស់មានតម្លៃទាំងអស់នៅលើខ្លួនឯងនៅទីនេះសិនមកចុះកាត់ធនាគារនៅណាអញច្បាស់ជាលាក់ទុកហើយម៉ាក់ចិញ្ចឹមអញធំធាត់ប៉ុណ្ណឹងសុំលុយបន្តិចបន្តួចខុសមែនទេលុយអញចុងក្រោយគុំតែបានទៅអ្នកអតីតដែរហ្នឹងរបស់កំពេចកំពុកសោះក៏លាក់ជាម្លេះទ្រព្យសម្បត្តិមហាសាលតែមានចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិនឲ្យលុយពួកឯងសំបីតែមួយរៀលឡើយបើអ្នកទាំងអស់គ្នាគិតតែពីចង់បានលុយរបស់ខ្ញុំដូច្នេះការសម្ងាត់នេះខ្ញុំនឹងមិនប្រាប់នរណាម្នាក់ឡើយកាលពីមុនខ្ញុំគ្មានលុយគ្មានអំណាចខំធ្វើការដាច់យប់ដើម្បីសរសេរគម្រោងការតែចុងក្រោយត្រូវប្រធានដណ្ដើមយកគុណសម្បត្តិបាត់តែពេលនេះមានលុយហើយខ្ញុំនឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនអាសៀងខ្ញុំចង់បើកក្រុមហ៊ុនបងចង់មកធ្វើការជាមួយខ្ញុំទេប្រាក់ខែគុណនឹង2ខ្ញុំយកព្រមភ្លាមខ្ញុំធុញទ្រាន់នឹងពួកចោរប្លន់គុណសម្បត្តិនឹងណាអាគារតម្លៃ1000លាននេះខ្ញុំទិញយកហើយកញ្ញាស៊ូតាបងប្រាក់តាមរយៈកម្ចីឬក៏កាត់បងដាច់តែម្ដងកញ្ញាស៊ូភ្នែកមុតស្រួចមែនជាន់នេះមានទេសភាពស្អាតខ្លាំងណាស់នៅចំពីមុខក្រុមហ៊ុន Chance Group តែម្ដងក្រុមហ៊ុន Chance Group ហ៎តែកិច្ចសន្យាជួលអាគារនោះពេលណាផុតកំណត់សល់តែមួយខែទៀតទេអាគារនោះខ្ញុំក៏ទិញដែរចាស់ខ្ញុំនឹងទៅយកកិច្ចសន្យាមកភ្លាមថ្ងៃនេះពិតជាជួបសេដ្ឋីពិតមែនសូវ៉ាន់ស៊ីងនាងមកធ្វើអីនៅទីនេះត្រូវគេទាត់ក្បាលចោលហើយនៅមកលុបមើលគេទៀតមិនចេះខ្មាស់សោះលីងយាននាងពាក់ដូចខ្នប់ចង់ធ្វើជាហងមែនទេសូវ៉ាន់ស៊ីងនាងនិយាយថាម៉េចសូវ៉ាន់ស៊ីងខ្ញុំប្រមាននាងកុំមកតាមរំខានខ្ញុំទៀតឈិនហាវអញហ៊ានប៉ះខ្ញុំសាក់មើលបើខ្ញុំប៉ះហើយតើនាងអាចធ្វើអ្វីខ្ញុំបានឯងហ៊ានវីបងហៅផងពួកសន្តិសុខមកអស់ហើយហេអូស្រីឈួតនេះចេញទៅមិនអនុញ្ញាតឲ្យនាងមកជន់ទីនេះទៀតទេខ្ញុំចង់ដឹងថានរណាហ៊ានប៉ះខ្ញុំនៅថ្មឹងធ្វើអីទៀតនាងគ្រាន់តែជាបុគ្គលិកប្រាក់ខែ5000ក្រៅពីជាអតីតសង្សារខ្ញុំគ្មានអីអស្ចារ្យទេអូចេញទៅឈិនហាវចង់ចាំទុកទៅគ្រប់ពាក្យសម្ដីនឹងរាល់ទង្វើដែលអញធ្វើនៅថ្ងៃនេះអញត្រូវសម្វិញទ្វេដងនាងស្អីគេហ្នឹងហ៊ានមកគំរាមខ្ញុំផងមិនចេះឆ្លុកកញ្ចក់មើលទៅហើយអញសោះបានហើយបងហៅកុំខឹងនឹងមនុស្សបែបហ្នឹងនាំថោកទាបអីពួកយើងទៅញ៉ាំអាហារជប៉ុនវិញទៅហេតុអីមិនដែលឃើញឡានទំនើបនេះនៅទីនេះចឹងទីនេះជាកណ្ដាលក្រុងសេបេប្រកាសជាឡានរបស់មហាសេដ្ឋីជំនួយណាម្នាក់ហើយលោកស្រីស៊ូដើរយឺតលោកស្រីសូវ៉ាន់ស៊ីងកុំមកអីវ៉ាន់នាងត្រូវរងចាំបញ្ចុះតម្លៃដែរស្ដីតែបែបរបស់ថោកសោះហ្នឹងមិនអាចទេគ្រូសាស៊ូវ៉ាន់ស៊ីងទាំងមូលពឹងលើប្រាក់ខែដ៏តិចតួចរបស់នាងតើអាចជិះឡានរាប់លានដុល្លារ Land Rover បានយ៉ាងម៉េចប្រហែលជាមានតែចាំចិញ្ចឹមឲ្យមើលទៅសំបីតែក្រែមលៀបមកល្បីក៏មិនហ៊ានទិញផងមានតែបងទេដែលខ្វល់ពីនាងនោះសូវ៉ាន់ស៊ីងប្រកាសជាចង់តាក់ទាញការចាប់អារម្មណ៍ពីខ្ញុំហើយធ្វើពុតខ្ញុំមើលមិនខានខ្ញុំគិតថានាងរកបានតាចាស់សម្បូរលុយហើយតើបានជារកធំបែបហ្នឹងគួរឲ្យខ្ពើមរអឹមណាស់លោកស្រីស៊ូបុគ្គលិកទាំងអស់សុទ្ធតែជាអ្នកជំនាញដែលយើងឆ្មក់យកពីក្រុមហ៊ុនធំតាមបញ្ជាល្អណាស់ទុកឲ្យអ្នកជំនាញធ្វើការងារចុះឯប្រាក់ខែអាចបើកឲ្យខ្ពស់បន្តិចក៏បានច្បាស់កាហើយមួយទៀតក្រុមហ៊ុន Chance Group កំពុងចរចាស្វែងរកទុនតើយើងគួរជ្រៀតជ្រែកមុនទេបំផ្លាញគេភ្លាមវាស្រួលពេកហើយត្រូវធ្វើបាបគេម្ដងបន្តិចទើបធ្វើឲ្យគេជឿចាប់កាន់តែខ្លាំងលោកប្រធានរឿងធំហើយអាគារក្រុមហ៊ុនយើងត្រូវបានលុកទៅឲ្យក្រុមហ៊ុន Sus Group បាត់ហើយឯថ្លៃឈ្នួលនឹងត្រូវឡើងទ្វេដងអញថាម៉េច Sus ក្រុមហ៊ុនបាត់លោកប្រធានអ្នកដែលអាចទិញអាគារទាំងមូលនៅកណ្ដាលក្រុងដោយលុយសុទ្ធពិតជាមិនធម្មតាទេនៅទីក្រុងដ៏ថ្លៃបែបនេះបើថ្លៃឈ្នួលឡើងជាច្រើនដងទៀតក្រុមហ៊ុនយើងពិតជាពិបាកទប់ទល់ណាស់យានអូនស្គាល់ច្បាស់តាមទីក្រុមហ៊ុន Sus Group នេះជាមហាសេដ្ឋីណាចាំអូនសួរឲ្យត្រកូលធំនៅក្នុងទីក្រុងនេះអូនស្គាល់ទាំងអស់តែចម្លែកត្រង់ថា
សួរមិត្តភក្តិជាច្រើនអ្នកហើយគ្មាននរណាដែលលេចឈ្មោះក្រុមហ៊ុន Sus Group នេះទេដូចជាលេចចេញមកពីលើមេឃចឹងគ្មាននឿដំណឹងសោះឡើយមហាសេដ្ឋីលាក់មុខបែបនេះទើបគួរឲ្យខ្លាចបំផុតប្រញាប់រកវិធីតាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុន Sus Group ភ្លាមទៅក្រុមហ៊ុន Sus Group យល់ព្រមជួបហើយគឺនៅជាន់កំពូលនៃអគារទល់មុខក្រុមហ៊ុនយើងនេះឯងនៅទល់មុខនឹងបងហាវមើលព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍យ៉ាក់នោះលឿនឡើងស្រែករកអីមិនឃើញខ្ញុំកំពុងហត់ចិត្តទេរឿងប៉ុណ្ណឹងក៏ស្រែកឆោឡោដែរចង់ផ្អើលមែនទេមានម្នាក់ត្រូវឆ្នោត100លានពិតជា100លានមែនណាខ្ញុំខំប្រឹងរាប់ឆ្នាំទម្រាំបង្កើតក្រុមហ៊ុនតូចមួយបានសូម្បីតែថ្លៃផ្ទះក៏ត្រូវគិតគូរយ៉ាងម៉ត់ចត់ចុះហេតុអីគ្រាន់តែសន្លឹកឆ្នោតមួយសន្លឹកអាចឲ្យគេបានលុយដែលខ្ញុំរកមួយជីវិតមិនបានផងតាមម្ចាស់រង្វាន់ធំ100លានលើកនេះគឺជានារីម្នាក់ដែលមានត្រកូលស៊ូស៊ូត្រកូលស៊ូបងហាវមិនមែនចៃដន្យអញ្ចឹងទេដឹងមនុស្សត្រកូលស៊ូមានរាប់ម៉ឺននាក់នាងគ្មានសំណាងបែបហ្នឹងទេបន្ទាប់មកទៀតសូមស្វាគមន៍លោកស្រីស៊ូដ៏មានអាប់កំបាំងសូមអញ្ជើញម្ចាស់រង្វាន់គឺសូវ៉ាន់ស៊ីងល្អណាស់សូវ៉ាន់ស៊ីងត្រូវឆ្នោត100លានលាក់បាំងខ្ញុំចិត្តឈឹងតែម្ដងនៅជាមួយខ្ញុំរអ៊ូថាក៏រាល់ថ្ងៃតាមពិតគិតតែពីបោកប្រាស់ខ្ញុំសោះស្រីចង្រៃនេះហេតុអីក៏មានសំណាងល្អម្ល៉េះស្អីគេឃើញគេខ្លាចជាសេដ្ឋីមួយប៉ាព្រិចភ្នែកក៏ចង់ត្រឡប់ទៅសុំត្រូវគ្នាវិញមែនទេត្រូវគ្នាអីចាំបន្លុយដែលនាងទិញឆ្នោតពីស្រឡាញ់សមមកពីលុយចំណាយប្រចាំថ្ងៃរបស់យើងតើចឹងវាជាទ្រព្យសម្បត្តិរួមហើយលុយ100លាននេះខ្ញុំត្រូវតែបានពាក់កណ្ដាលជាដាច់ខាតចងចាំទុកទៅគ្រប់យ៉ាងដែលបងមាននៅថ្ងៃនេះគឺបានមកពីតកូលលីនរបស់អូនទាំងអស់បើបងហ៊ានតែគិតចង់ត្រូវគ្នាជាមួយនាងអូននឹងធ្វើឲ្យបងធ្លាក់ខ្លួនប្រភ្លាមឲ្យតែខ្ញុំបានលុយ100លាននេះខ្ញុំមិនបាច់ខ្វល់ពីទឹកមុខនរណាម្នាក់ទៀតឡើយនាងស៊ូវ៉ាន់ស៊ីងសំបីតែជូតស្បែកជើងឲ្យបងក៏មិនសមផងតើបងអាចស្រឡាញ់នាងកាត់យ៉ាងម៉េចស្រីចង្រៃនេះហ៊ានបោកពួកយើងខ្ញុំមិនលើកលែងឲ្យនាងឡើយកញ្ចក់ទូរទស្សន៍ទូទាំងទីក្រុងកំពុងផ្សព្វផ្សាយព័ត៌មានត្រូវរង្វាន់របស់នាងហើយរួមទាំងអេក្រង់យក្សនៅក្រោមអគារក្រុមហ៊ុនរបស់ចិនហាវផងដែរចិនហាវល្បែងកំសាន្តរបស់ឯងទើបតែចាប់ផ្ដើមតែប៉ុណ្ណោះពួកឯងមានន័យថាម៉េចលោកចិនហាវនេះជាកិច្ចព្រមព្រៀងដែលលោកស្រីស៊ូឲ្យយើងយកមកប្រគល់ជូន10ថ្លៃឈ្នួលឡើង10ដងបើឡើង10ដងបែបនេះក្រុមហ៊ុនយើងទ្រាំមិនបាន3ខែផងតើក្រុមហ៊ុន Sus Group ចង់សម្លាប់យើងមែនទេខ្ញុំស្ទើរតែភ្លេចទៅហើយសូវ៉ាន់ស៊ីងមានលុយ100លាននៅក្នុងដៃឲ្យតែខ្ញុំទារលុយនោះមកវិញបានថ្លៃឈ្នួល10ដងគ្មានន័យអីឡើយលោកចិនលោកស្រីស៊ូកំពុងនៅជាន់ខាងលើលោកអាចឡើងទៅជួបបានឡើងទៅអីបើនាងចង់និយាយឲ្យនាងចុះមកខ្ញុំដោយផ្ទាល់ទៅ